នៅវេលាល្ងាចថ្ងៃច័ន្ទទី24ខែមីនាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិធីពិសាអាហារស្រ័យបួសខែរ៉ាម៉ាដននៃសាសនាអ៊ីស្លាមកម្ពុជាលើកទី9ឆ្នាំ2025និងបានថ្លែងថាពិធីស្រ័យបួសខែរ៉ាម៉ាដននៃសាសនាអ៊ីស្លាមកម្ពុជាគឺបង្ហាញពីសាមគ្គីភាពការយោគយល់គ្នានិងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តាករុណារវាងសាសនាអ៊ីស្លាមនៅកម្ពុជាក្រោមម្លប់សុខសន្តិភាពហើយក៏ជាឱកាសសម្រាប់អ្នកចូលរួមពិធីបានជួបប្រស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធផ្លាស់ប្ដូរគំនិតយោបល់ចែករំលែកបទពិសោធន៍ល្អៗនិងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាសម្ដៅថែរក្សានូវសុខសន្តិភាពស្ថិរភាពនិងសុវត្ថិភាពទាំងផ្លូវកាយផ្លូវចិត្តនិងស្មារតីនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិសម្ដេចបវរធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់និងផ្ដល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដែលឈលលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនាប្រឆាំងរាល់ទង្វើរើសអើងសម្ដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងគ្នាប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទេថែមទាំងជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់និងពិភពលោកផងដែរនៅវេលាព្រឹកថ្ងៃអង្គារទី25ខែមីនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជាដើម្បីតម្រង់ទិសពង្រឹងការអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយដែលមានច្រកសិក្សាច្រើនជម្រើសដោយផ្អែកលើសមត្ថភាពសិស្សនិងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែនរវាងប្រព័ន្ធអប់រំនិងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅវិមានសន្តិភាពនៅវេលារសៀលថ្ងៃអង្គារទី25ខែមីនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យឧត្តមសេនីយ៍តូងមានជឿនថងមេបញ្ជាការដ្ឋានយុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមនិងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនឹងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបលោកឧត្តមសេនីយ៍តូមានជឿនថងបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការរវាងកងទ័ពនៃប្រទេសទាំងពីរជាពិសេសរវាងយុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមនិងកងទ័ពជើងគោកកម្ពុជាព្រមទាំងបានគូបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមនិងបណ្ដាអង្គភាពកងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតជាការឆ្លើយតបសម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណីនិងជាមិត្តភាពនៃប្រទេសទាំងពីរព្រមទាំងបានគូបញ្ជាក់ថាប្រពៃណីនៃការសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរជាសកម្មភាពដ៏ល្អប្រពៃមួយសម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់យុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកនិងបណ្ដាអង្គភាពកងទ័ពចំណុះកងទ័ពជើងគោកកម្ពុជានៅវេលារសៀលថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោកស្រី Miriam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជាវៀតណាមនិងឡាវនិងសហការីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបលោកស្រីនាយិកាបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការអនុម័តលើឯកសារស្ដីពីក្របខ័ណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជាសម្រាប់ឆ្នាំ2025-2029និងបានគូបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រដល់កម្ពុជា
ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងធនាគារពិភពលោកនិងបានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលតែងតែបានគាំទ្រនិងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាសម្ដេចបវរធិបតីបានគូបញ្ជាក់ពីការដាក់ចេញនូវវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាតាមរយៈការពង្រឹងការអប់រំជាមូលដ្ឋានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈការពង្រឹងវិស័យសុខាភិបាលព្រមទាំងការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាលោកស្រីនាយិកាបានសម្ដែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះនិងបានគូបញ្ជាក់ថាធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រកម្ពុជានៅក្នុងការអភិវឌ្ឍមូលធនមនុស្សដែលជាកត្តាចាំបាច់នៅក្នុងការជំរុញភាពជោគជ័យនៃចក្ខុវិស័យកម្ពុជាឆ្នាំ2050បន្ទាប់មកសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យគណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិកដឹកនាំដោយឯកឧត្តមវ៉ាសុធាប្រធានប្រតិភូនៃស្ថានីយ៍ទូរទស្សន៍ថោនចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តមវ៉ាសុធាប្រធានប្រតិភូនៃស្ថានីយ៍ទូរទស្សន៍ថោនបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវ៉ាត់តេជោសន្តិភាពលើកទី3រវាងកីឡាករកម្ពុជានិងកីឡាករមកពីសហរដ្ឋអាមេរិកដែលប្រព្រឹត្តទៅនៅថ្ងៃទី28ខែមីនាឆ្នាំ2025នៅខេត្តសៀមរាបដោយសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក World Championship Kickboxing ឬ WCK ព្រមទាំងនឹងមានការផ្សាយផ្ទាល់ពីការប្រកួតនេះទៅកាន់សហរដ្ឋអាមេរិកផងដែរជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូគុនខ្មែរក៏ដូចជាគណៈប្រតិភូមកពីស្ថាប័នប្រដាល់សេរីពិភពលោកនិងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងកោតសរសើរចំពោះស្ថានីយ៍ទូរទស្សន៍ថោនដែលបានសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោកក្នុងការរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោសន្តិភាពលើកទី3នៅខេត្តសៀមរាបដែលនេះគឺជាឱកាសមួយដ៏ល្អនៅក្នុងការជំរុញការផ្សព្វផ្សាយនិងការលើកកម្ពស់ស្មារតីសិល្បៈគុនខ្មែរក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកនៅវេលាព្រឹកថ្ងៃពុធទី26ខែមីនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិស័យអប់រំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចកេតិព្រឹទ្ធបណ្ឌិតនៅទូទាំងខេត្តព្រះសីហនុថាខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍដោយបានរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាននិងសេដ្ឋកិច្ចជាតិផងដែរដូចនេះរាជរដ្ឋាភិបាលបានដាក់អាទិភាពសម្រាប់ខេត្តព្រះសីហនុគឺជាខេត្តនាំមុខដែលមានកំពង់ផែទឹកជ្រៅតាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគនិងពង្រីកឲ្យទៅជាកំពង់ផែអន្តរជាតិនិងជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដែលនឹងនាំមកនូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុទន្ទឹមនឹងនេះក៏ទាមទារឲ្យមានការបណ្ដុះបណ្ដាលធនធានមនុស្សគ្រប់គ្រាន់ដែលតម្រូវឲ្យអ្នកខេត្តព្រះសីហនុជាអ្នកដែលនៅផ្ទាល់ត្រូវតែមានលទ្ធភាពនិងអាទិភាពក្នុងការទទួលយកនិងរៀបចំខ្លួនសម្រាប់ទទួលផលនៃការវិនិយោគនេះសម្ដេចបវរធិបតីបានលើកឡើងថាការប្រកួតប្រជែងក្នុងវិស័យអប់រំមិនមែនដើម្បីបានតែពានរង្វាន់នោះទេប៉ុន្តែដើម្បីទទួលផលជាក់ស្ដែងក្នុងការផលិតធនធានមនុស្សក្នុងន័យនេះនៅពេលដែលសាលាកាន់តែទទួលបានលទ្ធផលល្អនោះធនធានមនុស្សកាន់តែប្រកបដោយគុណភាពទាំងគ្រូនិងសិស្សហើយធនធានមនុស្សនេះនឹងចែកផលបន្តសម្ដេចបវរធិបតីមានប្រសាសន៍ថាសម្ភារៈបរិក្ខារប្រើប្រាស់ទំនើបកម្មទៅមុខប៉ុន្តែនឹងថយចុះតាមពេលវេលានិងអាយុកាលនៃការប្រើប្រាស់ទាំងគុណភាពនិងបច្ចេកទេសប៉ុន្តែសម្រាប់ធនធានមនុស្សកាន់តែប្រើប្រាស់កាន់តែល្អនិងរីកចម្រើនហើយរីកដុះដាលបន្ថែមសម្ដេចបវរធិបតីបានសម្ដែងការអបអរសាទរសមិទ្ធផលក្នុងសម័យសន្តិភាពដោយមិនអង្គុយរង់ចាំតូចចិត្តឬបាក់ទឹកចិត្តចំពោះតែមតិរិះគន់ប៉ុន្តែផ្ទុយទៅវិញគឺត្រូវប្រឹងប្រែងបន្តធ្វើបន្តកសាងនិងអភិវឌ្ឍជាតិឲ្យកាន់តែសកម្មដោយឈរលើអ្នកកាន់តែថាខ្ញុំកាន់តែធ្វើ
ដូចនេះវិធីសាស្ត្រដែលល្អបំផុតគឺទី1កុំឈឺក្បាលជាមួយអ្នកថាហើយទី2ថាកន្លែងណាគឺធ្វើកន្លែងនឹងដើម្បីបម្រើផលប្រយោជន៍ជូនជាតិនិងប្រជាជនដោយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីជ្រើសរើសយកជំរើសស្នេហ៍មិនឈ្នះស្និទ្ធតាមរយៈការខិតខំបង្កើតសមិទ្ធផលជាច្រើនបន្ថែមទៀតសម្រាប់ពលរដ្ឋឲ្យទទួលផលជាក់ស្ដែងនៅវេលាព្រឹកថ្ងៃសៅរ៍ទី29ខែមីនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានផ្ញើសាររំលែកទុក្ខជូនរាជរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលភូមានិងជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលបានរងគ្រោះដោយរំជួយដីដែលបានកើតឡើងកាលវេលារសៀលថ្ងៃសុក្រទី28ខែមីនាឆ្នាំ2025នៅក្នុងសារនេះដែរសម្ដេចបវរធិបតីបានសម្ដែងនូវក្តីព្រួយបារម្ភចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃជាពិសេសនៅទីតំបន់រងគ្រោះដោយការរំជួយដីគឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចបវរធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាដែលមានតម្រូវការឬត្រូវការផ្ដល់ព័ត៌មានផ្សេងៗសូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ